គឺយើងងាកទៅមើលការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងឆ្នាំ1999ពោលគឺ2ឆ្នាំក្រោយនៃការឃើញ develop ប្រព័ន្ធ sensor ដែលគេបានចាប់បានសម្លេងដ៏អាចកំបាំងមួយទៀតដែលគេឲ្យឈ្មោះថា Julian សម្លេង Julian មានរយៈពេលវែងជាង develop ដោយពន្លឺរហូតដល់2នាទី15វិនាទីសម្លេងនេះមានសូរដូចទៅនឹងសម្លេងមនុស្សកំពុងក្រហមឬធ្ងន់ចេញពីជម្រៅទឹកដ៏ជ្រៅអ្វីដែលគួរឲ្យកាន់តែព្រឺឆ្អឹងខ្នងនោះគឺកម្លាំងនៃសម្លេង Julian គឺខ្លាំងក្លារហូតដល់ sensor hydrophone នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងអាចចាប់បានទាំងអស់គ្នាអ្នកខ្លះបានលើកឡើងថាវាជាអាចនឹងសម្លេងសត្វចម្លែកដែលលាក់ខ្លួនខប់ក្បាលនៅក្នុងបាតសមុទ្រក៏ដូចជាសម្លេងមកពីទីក្រុងអាចកំបាំងនៅក្រោមទឹកដែលបាត់ខ្លួនការផ្សព្វផ្សាយឡើងអំពីសម្លេង develop និង Julian បានធ្វើឲ្យមហាជននៅលើទូទាំងពិភពលោកបានចាប់ផ្ដើមពេញខ្លាចនិងចង់ដឹងថាខ្លាំងពីអ្វីដែលកំពុងរយៈពេល75ឆ្នាំអាចកំបាំងទាំងពីរនេះត្រូវបានជំរុញឲ្យមានទ្រឹស្ដីសំគំនិតនៃការដេញដោលគ្នាយ៉ាងក្តៅគគុកប៉ុន្តែនៅក្នុងចន្លោះឆ្នាំ2005ដល់2012អង្គការ NOAA បានប្រមូលទិន្នន័យស្រាវជ្រាវកាន់តែច្រើនឡើងហើយបានចេញមុខបកស្រាយជាទ្រឹស្ដីផ្លូវការថាអ្នកវិទ្យាសាស្ត្របានពន្យល់បន្ថែមលើសពីនេះទៅទៀតនោះគឺសម្លេងទាំងពីរនេះមិនមែនជាសម្លេងសត្វចម្លែកឬក៏សម្លេងត្រីបាឡានយ៉ាងនោះទេប៉ុន្តែវាជាបាតុភូតធម្មជាតិដែលគេឲ្យឈ្មោះថាជាអ្នកវិទ្យាសាស្ត្របានរកឃើញចម្លើយជាផ្លូវការមួយថាវិធីការបាក់តេតកកក៏ដោយក៏ប៉ុន្តែសម្រាប់មនុស្សជាច្រើននិងអ្នកស្រាវជ្រាវឯករាជ្យនៅតែយល់ថាមហាសមុទ្រជ្រៅនិងជានិមិត្តរូបនៃអាចកំបាំងដែលយើងមិនអាចទាន់ស្គាល់អស់ 100% នោះតែអ្នកដឹងទេថានៅក្រោមជម្រៅទឹកដងនោះអាចនឹងមានរឿងរ៉ាវជាច្រើនដែលកំពុងរង់ចាំការរកទៅចុះសម្រាប់អ្នកទាំងអស់គ្នាវិញតើអ្នកជឿទៅលើទ្រឹស្ដីនៃការបាក់តេតកកឬជឿថានៅក្នុងបាតសមុទ្រមានសត្វចម្លែកយក្សដែលកំពុងតែលាក់ខ្លួនរស់នៅក្នុងបាតសមុទ្រដ៏ជ្រៅក៏មិនប្រាប់ខ្ញុំផងណាប្រសិនបើអ្នកចូលចិត្តវីដេអូស្រាវជ្រាវនឹងអាចកំបាំងបែបនេះកុំភ្លេចចុច like share និង subscribe channel នេះម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃនិងរៀងរាល់សប្តាហ៍សូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ